អត់តន់ចប់ទេបងប្អូនណាហ្នឹងហើយបើសិនជាយើងទៅបើកមើលpage របស់និយាយទៅអ្នកចម្រៀងភឿងមីជីបងប្អូនដែលគាត់ច្រៀងចម្រៀងដែលបញ្ចូលវប្បធម៌ខ្មែរក្នុងមួយបទដែលកំពុងតែ viral កំពុងតែផ្ទុះហ្នឹងណាមានឃើញ comment គឺនិយាយទៅគឺគួរឲ្យអស់សំណើចមែនតើជាពិសេសជនជាតិសៀមបងប្អូននេះគេទៅសេមកគេថាស្លៀកសម្លៀកបំពាក់ប្រទេសថៃណាហ្នឹងហើយយើងសំណាងដែរបងប្អូនបានបងប្អូនកម្ពុជាក្រោមហ្នឹងហើយជួយដាក់មួយម៉ាត់ម្នាក់មកនិយាយទៅជីឡងហត់មកបងប្អូនណាហ្នឹងហើយខ្ញុំខ្ជិលអានណាបងប្អូនណានិយាយទៅ comment នេះគឺសិតតែ comment ដែលបងប្អូនយើងគឺជនជាតិខ្មែរក្តីបងប្អូនខ្មែរយើងកម្ពុជាក្រោមក្តីគឺយើងជួយគ្នាម្ដាច់មួយជើងម្នាក់ណានិយាយទៅឡើងទូមកបងប្អូនខ្ញុំគ្រាន់តែអាន comment មកខ្ញុំឡើងចប់ចំនួនហ្មងណាហ្នឹងហើយបងប្អូនអាចមើលលេងទៅហ្នឹងហើយនិយាយទៅបងប្អូនតនេអាចចូលទៅមើល page របស់គាត់បានណាហ្នឹងហើយចូលទៅ like ចុចទៅ follow ក៏បានដែរអត់អីទេហ្នឹងហើយគាត់ជួយលើកស្ទួយវប្បធម៌ខ្មែរយើងជាពិសេសហ្នឹងហើយបងប្អូនដែលនៅកម្ពុជាក្រមណាគាត់ជួយមួយដៃមួយជើងនេះបងប្អូននិយាយទៅគាត់ថាយើងឃើញហើយហូបបាយលេងឆ្ងាញ់ហ្មងណានិយាយទៅ comment ពេលអ្នកដែលចូលមកបងប្អូនមើលហើយនិយាយទៅអាហារមកខ្ញុំបកប្រែចំណែកគាត់ទៅសេភាសាវៀតណាមណាបងប្អូនយើងកម្ពុជាក្រមអញ្ចឹងគាត់ខ្ញុំបកប្រែជាខ្មែរមកបងប្អូននេះវាមាន translate ទាំងអស់បងប្អូននិយាយទៅគាត់ចូលមកដាក់មកចុកអញ្ចឹងណាអញ្ចឹងបានថាកុំសូវលេងសើចណាហ្នឹងហើយលួចរបស់គេយើងត្រូវតែប្រយ័ត្នប្រយែងកុំលួចរបស់គេឲ្យថាជារបស់ខ្លួនឯងណាបងប្អូនឥឡូវនេះយើងចូលមើល comment មួយទៀតเนาะហ្នឹងហើយ comment មួយទៀតនេះក៏ចុកសាហាវដែរបងប្អូនខ្ញុំតនេចេះតែអង្គុយបើកមើលអញ្ចឹងណាហ្នឹងហើយចង់ដឹង reaction ចង់ដឹងអ្នកទៅ comment យើងនឹងមានបងប្អូនជនជាតិខ្មែរយើងក៏ដូចជាបងប្អូនខាងកម្ពុជាក្រមហ្នឹងក៏ react មិនដែរហ្នឹងហើយនេះមកមួយទៀតដែរបងប្អូនណាហ្នឹងហើយគេថាអរគុណហើយដែលយើងជួយនិយាយថាប្រម៉ូទសម្លៀកបំពាក់ថៃណាដែលយើងស្រឡាញ់សម្លៀកបំពាក់ជនជាតិថៃហ្នឹងហើយដល់ពេលហើយក៏មានបងប្អូនយើងកម្ពុជាក្រមនេះក៏ដាក់និយាយទៅមួយខ្សែទៅហ្មងបងប្អូនហ្នឹងហើយបងប្អូនអាចអានបានហ្នឹងហើយនិយាយទៅខ្ញុំគ្រាន់តែឃើញខ្ញុំពេញចិត្តហ្មងបងប្អូនខ្ញុំមិនបាច់ទៅចូលបញ្ចេញមតិទេគ្រាន់តែថាបើក reaction ផ្សេងបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងទៅហ្នឹងហើយបងប្អូននេះណាខ្មែរ culture from Vietnam ណាមានបងប្អូនយើងគឺកាន់ជើងមែនទែនធម្មតាមានសុទ្ធមិនខ្លាចភ្លើងទេបងប្អូនហ្នឹងហើយអ្វីដែលយើងធ្វើត្រូវអ្វីដែលគេជួយផ្សព្វផ្សាយវប្បធម៌របស់យើងដែលជាវប្បធម៌របស់ខ្មែរយើងកម្ពុជាក្រោមក៏ដូចជាវប្បធម៌របស់ខ្មែរយើងណាហ្នឹងហើយនិយាយទៅគឺមានអ្នកឈឺឆ្អាលហើយសំខាន់បងប្អូនក្នុងវីដេអូនេះគឺមានការសិក្សាស្រាវជ្រាវមុននឹងគេចេញ MV ណាហើយយើងឃើញថាទាំងនេះគឺសុទ្ធសឹងតែជាបញ្ញវន្តណាហ្នឹងហើយមាន4រូបដែលខាងអ្នកចម្រៀងក៏ដូចជាផលិតករហ្នឹងហើយបានទៅសិក្សាស្រាវជ្រាវណាបងប្អូនណាហ្នឹងហើយដែលចេញ MV បង្ហាញបងប្អូនទាំងអស់គ្នាយើងបានទស្សនាទាំងអស់គ្នាហ្នឹងដែលយើងឃើញថាវ៉ាវអស្ចារ្យហ្នឹងណាគឺសុទ្ធសឹងតែមានពួកគាត់ណាហ្នឹងហើយបងប្អូនហើយឈ្មោះរបស់គាត់អ្នកខ្លះក៏គាត់ឈ្មោះស្តៀងខ្មែរយើងដែរបងប្អូនហើយគាត់ទាំង4រូបហើយក៏ដូចជាខ្ញុំជឿថាមានក្រុមការងារផ្សេងទៀតនឹងឲ្យចូលរួមយ៉ាងសស័កសស្រាំពីបងប្អូនកម្ពុជាក្រោមនឹងឲ្យគាត់សិក្សាក៏ដូចជានិយាយទៅនាំយកវប្បធម៌ខ្មែរមិនថាពិធីមង្គលការនឹងឲ្យរបាំហើយក៏មានសម្លៀកបំពាក់បុរាណខ្មែរណាមានចងក្បិនមានស្បៃហើយក៏រួមបញ្ចូលជាមួយនឹងឧបករណ៍តន្ត្រីខ្មែរនឹងឲ្យនៅក្នុង MV នេះទាំងមូលតែម្ដង